អតិពលនឹង Digital ភិវូបនីយកម្មនិងបញ្ញាសិប្បនិម្មិត AI លើសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតរដ្ឋបាលខេត្តប្រស័យហនុបានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2025ក្រោមប្រធានបទអតិពលនៃ Digital ភិវូបនីយកម្មនិងបញ្ញាសិប្បនិម្មិត AI លើសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតហើយទិវានេះគឺបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសជេជាងដែលស្ថិតនៅឃុំជើងគោស្រុកព្រៃនប់ខេត្តប្រស័យហនុដោយក្រោមការអញ្ជើញជាគណៈអធិបតីពីឯកឧត្តមងុយរិទ្ធរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈភិបាលខេត្តប្រស័យហនុព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធអគ្គនាយកនាយកនិងតំណាងរោងចក្រសហគ្រាសគ្រឹះស្ថានរួមទាំងបងប្អូនកម្មករនិយោជិតចំនួន1400នាក់នៅព្រឹកថ្ងៃទី5ខែឧសភាឆ្នាំ2025ក្នុងឱកាសនោះឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈភិបាលខេត្តប្រស័យហនុបានមានប្រសាសន៍ថាក្នុងការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2025ដោយគោលបំណងបំផុសការយល់ដឹងជាសាធារណៈស្ដីពីសុវត្ថិភាពសុខភាពការងារនិងកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារដូចនេះហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារសេរីភាពអង្គការវិជ្ជាជីវៈអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិតនិងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈគឺកាន់តែល្អប្រសើរឡើងព្រមទាំងចូលរួមសម្រេចឲ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពរួមទាំងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាពីឆ្នាំ2016ដល់ឆ្នាំ2030សម្ដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ជាមួយគ្នានោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តក៏បានបញ្ជាក់ថារដ្ឋបាលខេត្តប្រស័យហនុខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តប្រកបដោយជោគជ័យនៅអនុសាសន៍គន្លឹះទាំង10របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងអនុសាសន៍ទាំង10របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាព្រមទាំងធានាបាននៅលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករនិយោជិតអនុវត្តការដំឡើងប្រាក់ឈ្នួលអបបរមាជាបន្តបន្ទាប់ការកាត់បន្ថយចំនួនវិវាទការងារការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យកាន់តែល្អប្រសើរឡើងព្រមទាំងការពង្រឹងរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធព្រមទាំងបុគ្គលនៅក្នុងវិស័យសាធារណៈជាពិសេសគឺបានសម្របសម្រួលនៅក្នុងការបើកផ្ដល់ប្រាក់ឈ្នួលចុងក្រោយជូនកម្មករនិយោជិតដែលជាជនជាតិខ្មែរក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនាពេលកន្លងមកហើយនៅក្នុងឱកាសនោះផងដែរឯកឧត្តមងុយរិទ្ធរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងអំណរគុណទៅដល់រដ្ឋបាលខេត្តប្រស័យហនុក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសជេជាងដែលបានផ្ដល់កិច្ចសហការរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2025ដែលសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជារយៈពេល20ឆ្នាំកន្លងមកយើងបានដាក់ចេញនៅប្រធានបទជាច្រើនដែលគិតគូរអំពីទៅដល់ឧស្សាហកម្ម 4.0 ហើយនឹងប្រព័ន្ធ Digital គឺជា Smartphone ដែលយើងទទួលបាននាពេលបច្ចុប្បន្ននៅក្នុងការទទួលបានព័ត៌មានដូចជាបានបសសនិងលក្ខខណ្ឌការងារជាច្រើនផ្សេងទៀតមានភាពងាយស្រួលជាពិសេសគឺជួយដោះស្រាយបញ្ហាផ្សេងៗនិងទប់ស្កាត់គ្រោះថ្នាក់ការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធ Digital និងបញ្ញាសិប្បនិម្មិត AI នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណតំបន់សេដ្ឋកិច្ចពិសេសជេជាងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប្រស័យហនុផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋហើយទុនវិនិយោគនិងវិនិយោគរបស់យើងគឺមានការកើនឡើងដូច្នេះយើងត្រូវតែគិតគូរដោះស្រាយលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារស្របទៅតាមបច្ចេកវិទ្យារាជរដ្ឋាភិបាលគឺបានគិតគូរពីលក្ខខណ្ឌសុវត្ថិភាពនិងការងារ
របស់យើងចាប់តាំងពីយើងធ្វើការចេញពីកន្លែងការងាររហូតទៅដល់ពេលចូលនិវត្តន៍ហើយភាគីពាក់ព័ន្ធទៅគឺបានឆ្លើយតបទៅនឹងការវិនិយោគឧស្សាហកម្មថ្មីដោយប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីរួមចំណែកនៅក្នុងចលនាសហគមន៍សុខសាន្តឆ្នាំ2025គឺមានក្រុមហ៊ុនសហគ្រាសទទួលបានពានរង្វាន់ចំនួនជាង30និងបន្តទទួលបានការបញ្ជាទិញបន្ថែមទៀតដែលចូលរួមពីដៃគូពាក់ព័ន្ធគឺទទួលបានលទ្ធផលជាផ្លែផ្កា